Hello សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទ QB ស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃប៉ុណ្ណាគឺយើងនឹងបន្តសាច់រឿងព្រេងនិទានព្រលឹងដាងអធិរាជភាគទី5នៃរដូវកាលទី3បន្តទៀតហើយមុននឹងចូលដល់ការសម្រេចក៏សូមអ្នកទាំងអស់គ្នាជួយចុច Subscribe ក៏ដូចជាដាក់រូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗក៏ដូចជាភាពថ្មីៗបន្តបើសិនជាអ្នកទាំងអស់គ្នាជួយចុច Subscribe Admin Memory ហើយអញ្ចឹងចូលទៅកាន់ការសម្រេចរបស់យើងទាំងអស់គ្នាតែម្ដងទៅចាប់ផ្ដើមឡើងនៅក្នុងភាគទី5នេះជាមួយនឹងអណ្ដាកដ៏ធំមួយនឹងបាននិយាយស៊ូមមកកាន់សត្វឆ្កែនៅលើខ្នងរបស់គេថាហេតុអ្វីបានជាមានមនុស្សធ្វើដំណើរមកកាន់ទីនេះតែឯងក៏ខ្ញុំទេដឹងអញ្ចឹងឆ្កែនៅលើខ្នងរបស់គេក៏បានប្រាប់ថាបើមិនជឿមើលខ្លួនឯងទៅដូច្នេះហើយពួកគេទាំងពីរនាក់ក៏ប្រញាប់បញ្ញាបំលាទីចាចេញពីទីនឹងភ្លាមងាកមកខាងលូយ៉ាងវិញដែលព្រះក៏បានប្រាប់គេឲ្យទៅកាន់កំពូលភ្នំដែលខ្ពស់បំផុតនៅផ្នែកខាងមុខនិងខាងឆ្វេងព្រោះនៅទីនោះគឺមានរូបភ្នំដែលគាត់បានបង្កើតដោយនេះលូយ៉ាងក៏ប្រញាប់បញ្ញាសម្រាប់ខ្លួនធ្វើដំណើរទៅកាន់ទីនឹងភ្លាមមកដល់ភ្លាមនឹងដែលព្រះក៏ហាក់ដូចជាមានអារម្មណ៍ចម្លែកថាមាននរណាម្នាក់ធ្លាប់នៅកន្លែងហ្នឹងប្រាប់លូយ៉ាងបន្ថែមទៀតថាឲ្យចូលទៅក្នុងរូបភ្នំឲ្យលឿនទៅពិនិត្យមើលថាមាននរណាម្នាក់នៅទីនោះទៀតឬក៏អត់លុយយ៉ាងគេក៏បានងូក្បាលយល់ស្រាប់ដើរមកខាងមុខបន្តិចបាទព្រះក៏បានប្រាប់គេឲ្យប្រើប្រាស់ជាមួយនឹងរាងកាយផ្គរន្ទះដើម្បីបើកនៅលំនាំនៃទ្វាររូបភ្នំមួយនឹងរុញឲ្យខ្លាំងទៅខាងស្ដាំនោះគឺអាចបើករូបភ្នំនេះបានហើយបើកទ្វារនៃរូបភ្នំបានរួចហើយឃើញនៅទស្សនវិជ្ជាខាងក្នុងចឹងដែរព្រះម្នាក់ទៀតក៏បានប្រាប់លុយយ៉ាងថាគេគឺសំណាងហើយដែលថ្នាំលាបនៅលើស្បែកដតេវភាពដែលកម្របំផុតគឺនៅមានដែរព្រះម្នាក់ទៀតក៏បានបន្ថែមដូចគ្នាផងដែរថាវាគឺមិនខុសនោះទេថ្នាំលាបនៅលើស្បែកដតេវភាពបែបនេះវាអាចនឹងមានប្រសិទ្ធភាពខ្លាំងជាងថ្នាំដតេវភាពឬក៏ថ្នាំវេទមន្តទៅទៀតហើយវាក៏ត្រូវការរយៈពេលយូរជាងថ្នាំវេទមន្តឬក៏ថ្នាំទេវភាពដើម្បីអាចប្រមូលផ្ដុំនៅទីតាំងដែលពោពេញទៅដោយបរិយាកាសច្រើនដើម្បីអាចឲ្យវាលេចឡើងដែលព្រះបរិយទៀតក៏បានបញ្ជាក់ប្រាប់លុយយ៉ាងឲ្យបានដឹងទៀតថាថ្នាំលាបនៅលើស្បែកឬក៏ទឹកថ្នាំត្រាំរាងកាយគឺអាចជួយឲ្យលុយយ៉ាងបំបែកទៅកាន់កម្រិតទី4បានយ៉ាងស្រួលឬសូម្បីតែកម្រិតទី5ក៏អាចឈានទៅបានផងដែររួចហើយដែលព្រះម្នាក់ថែមទៀតក៏បានប្រាប់លុយយ៉ាងទៀតថានៅពេលដែលលុយយ៉ាងបានខ្លាចទៅជាព្រះឋានសួគ៌កម្រិតទី5ព្រមជាមួយនឹងការរួមបញ្ចូលនៃការបង្កើតដៅជានឹងយ៉ាងនោះលុយយ៉ាងគេនឹងអាចធ្វើការប្រយុទ្ធជាមួយនឹងព្រះឋានសួគ៌កម្រិតទី8បានហើយដោយឃើញលុយយ៉ាងចង់ស្រូបយកនៅទឹកថ្នាំត្រាំរាងកាយដែលព្រះម្នាក់ទៀតក៏បានប្រាប់ឲ្យលុយយ៉ាងកុំមានការប្រញាប់ពេកអីលុយយ៉ាងគេគឺត្រូវតែទៅស្វែងរកនៅថ្មនៃប្រភពដើមធាតុទឹកភ្លើងជាមុនសិនអញ្ចឹងលុយយ៉ាងក៏បានធ្វើដំណើរទៅកាន់ទីតាំងដែលព្រះលៃសានបានបញ្ជាក់ប្រាប់គេមកដល់ទីតាំងមួយបានឃើញនៅទូដាសិភៅឬក៏គម្ពីរអីអស់នឹងហើយថែមទាំងមានជាជានៅលើនោះតាមទៀតដែលបែបនេះដែលព្រះលៃសានក៏បានបញ្ជាក់ប្រាប់គេថាវាគឺជាជាជាផ្ទុកប្រភពដើមថ្មទេវភាពធាតុទឹកភ្លើងព្រមជាមួយនឹងលំពេងទេវភាពគំមាននៅក្នុងនោះទាំងអស់ហ្នឹងអញ្ចឹងហើយលូយ៉ាងក៏បានចូលមកពិនិត្យមើលនៅក្នុងជាជាផ្ទុកមួយនឹងបានឃើញនៅថ្មប្រភពដើមធាតុទឹកភ្លើងដែលបែបនេះគេក៏បានប្រើប្រាស់នៅធម្មពលបន្សុទ្ធនៅថ្មទាំងនោះយកវាចេញមកខាងក្រៅហើយក៏មានការភ្ញាក់ផ្អើលផងដែរជាមួយនឹងកម្លាំងដ៏ខ្លាំងក្លារបស់វារួចហើយដែលព្រះលៃសានក៏បានប្រាប់លូយ៉ាងថានៅមានពេលច្រើនទៀតកុំតន់ពិនិត្យវានៅពេលនេះឯដាវាចូលមកក្នុងជាជាផ្ទុកសិនមកហើយប្រញាប់ទៅស្រូបយកនៅទឹកថ្នាំត្រាំរាងកាយរដ្ឋាភិបាលដើម្បីបង្កើតនៅការហ្វឹកហាត់របស់គេយល់ស្របទៅនឹងសម្ដីការបញ្ជារបស់ដាព្រះលៃសានរួចហើយលូយ៉ាងក៏បានប៉ាំងសិភៅនៅលើទូនឹងក៏ឃើញនៅយន្តមួយសន្លឹកចឹងក៏សួរថាវាគឺជាយន្តអ្វីបែបនេះដាព្រះលៃសានក៏បានបញ្ជាក់ប្រាប់គេថាវាគឺជាយន្តការពារផ្គររន្ទះហើយក៏អាចបញ្ចេញនៅការវិប្រហាស្រដៀងគ្នាទៅនឹងផ្គររន្ទះផងដែរគាត់គឺបានទុកវានៅទីនេះកាលពីអតីតកាលគាត់គឺស្ទើរតែភ្លេចអំពីវត្តមានរបស់វាបាត់ទៅហើយផ្ដាំប្រាប់លុយយ៉ាងថាកុំប្រើប្រាស់វាប្រេផ្ដាស់អីទុកពេលដែលចាំបាច់បំផុតទៅចាំប្រើប្រាស់ព្រោះបើសិនបើវាផ្ទុះឡើងភ្លាមលុយយ៉ាងនឹងលាយខ្លាយទៅជាធូលីលើការបញ្ជារបស់ដាព្រះលៃសានបែបនេះលុយយ៉ាងគេក៏មានការភ្ញាក់ផ្អើលនិងសរសើរផងដែរថាគ្រាន់តែជាយន្តតូចមួយសន្លឹកប៉ុន្តែវាមានឥទ្ធិពលខ្លាំងដល់ម្លឹងដាព្រះក៏បានតបនឹងការភ្ញាក់ផ្អើលរបស់គេវិញថាវាមិនអាចថាខ្លាំងពេកនោះទេប៉ុន្តែបើសិនជាប្រើវាឲ្យមានប្រយោជន៍តាមគោលដៅគឺពិតជាខ្លាំងណាស់គាត់បញ្ជាក់ប្រាប់គេរួចហើយលុយយ៉ាងគេក៏បានអរគុណគាត់សម្រាប់អំណោយទាំងអស់នឹងហើយក៏បានទុកវាមកក្នុងជាផ្ទុកវិញនឹងបញ្ញាធ្វើដំណើរត្រឡប់មកកាន់កន្លែងស្រះតូចដែលមានទឹកថ្នាំវេទមន្តត្រាំរាងកាយដែលបណ្ដានឹងលុយយ៉ាងគេក៏បាននិយាយក្នុងចិត្តបណ្ដាថាជាមួយនឹងកំណប់ទាំងអស់នេះការបង្កើតក្បួនបម្លាទីគឺកាន់តែងាយស្រួលដើម្បីធ្វើដំណើរទៅកាន់និកាយដើរសិនយន្តលុយយ៉ាងគេក៏សង្ឃឹមយ៉ាងមុតមមផងដែរថាគេនឹងបានជួបប្រពន្ធរបស់គេលក់សុហាននៅពេលឆាប់នេះលុយយ៉ាងគេមកដល់ស្រះតូចនឹងភ្លាមក៏អង្គុយចុះផ្លែតែម្ដងចាប់ផ្ដើមហ្វឹកហាត់ក៏ដូចជាបំបែកទៅកាន់កម្រិតទី4ឬក៏ទី5ផ្លែតែម្ដងរយៈពេលមិនយូរប្រហែលលុយយ៉ាងគេក៏បានឈានដល់ដំណាក់កាលមធ្យមនៃកម្រិតទី5បាត់ទៅហើយវាក៏ដល់ពេលដែលលុយយ៉ាងគេត្រូវកែលម្អនៅដែលអមតៈរបស់គេដូចគ្នាដូច្នេះដាវព្រះក៏បានប្រាប់លុយយ៉ាងថាឲ្យគេប្រើប្រាស់ជាមួយនឹងរូបកាយបិទនៃដាវឋានសួគ៌ធ្វើការបន្សុទ្ធរួមបញ្ចូលជាមួយនឹងថ្មនៃប្រភពដើមធាតុភ្លើងព្រោះបច្ចេកទេសក្បាច់គុណដែលគាត់បានរៀនដល់លុយយ៉ាងនឹងគឺវាមានប្រយោជន៍ចំពោះការកែលម្អដែលអមតៈ
ព្រមជាមួយនឹងថ្មប្រភពដើមនៃធាតុទឹកភ្លើងផងដែរស្ដាប់នៅការបញ្ចូលរបស់ដាព្រះរួចហើយលុយយ៉ាងក៏បានបញ្ចេញនៅថ្មទេវភាពប្រភពដើមនៃធាតុភ្លើងព្រោះការបនសុទ្ធក៏ដូចជារួមបញ្ចូលជាមួយនឹងដៃអមតៈរបស់គេបង្កើតទៅជាដៃអមតៈដ៏ខ្លាំងក្លាមួយទៀតរួចហើយរយៈពេល3ឆ្នាំក្រោយមកក៏បានកន្លងផុតទៅលុយយ៉ាងគេក៏ចាប់ផ្ដើមធ្វើការបនសុទ្ធនៅថ្មទេវភាពនៃប្រភពដើមធាតុទឹកម្ដងដោយនាទីបំផុតលុយយ៉ាងគេក៏បានធ្វើការកែលម្អនៅដៃអមតៈទាំងពីរដើមដែលរួមបញ្ចូលជាមួយនឹងថ្មទេវភាពនៃប្រភពដើមធាតុទឹកភ្លើងទាំងពីរបានដោយជោគជ័យបែបនេះទៅហើយដែលព្រះក៏បានសរសើរគេផងដែរថាគេធ្វើបានល្អខ្លាំងណាស់គេអាចធ្វើការកែលម្អនៅដៃអមតៈទាំងពីរដើមក្នុងរយៈពេលដ៏ខ្លីបែបនេះក៏ពិតជាមានទេពកោសល្យអស្ចារ្យមែនលុយយ៉ាងក៏បាននិយាយតបទៅកាន់គាត់វិញផងដែរថាបើគុំតែដោយសារតែការជួយជ្រោមជ្រែងពីពួកគាត់នោះទេម្លោះគេមិននឹងអាចជួលបាននៅឱកាសដ៏ល្អបែបនេះទៅឃើញគេចេះដឹងគុណបែបនេះដែលព្រះគាត់ក៏បានសើចបន្តិចសរសើរមកកាន់គេហើយក៏បានប្រាប់គេកុំឲ្យនៅទីនេះយូរទៀតព្រោះតែដែលណាត់កំបាំងនៃគោរន្ទៈគឺចិត្តបាត់ទៅហើយអញ្ចឹងប្រាក់គេឲ្យបញ្ញាចាស់ចេញទៅភ្លាមទៅកាត់មកខាងព្រះលហិតព្រមជាមួយនឹងឡុងយ៉ាងថែមទាំងគ្នារបស់គេទៀតនោះព្រះលហិតក៏បានសួរទៅកាន់ពួកគេថាតើពួកគេបានឃើញដែលព្រះឈានគុណបង្ហាញខ្លួនទៀតហើយឬនៅឡុងយ៉ាងក៏បានកវិក្បាលបញ្ជាប្រាប់ព្រះលហិតថាមិនបានឃើញនោះទេតែបែបនេះព្រះលហិតក៏បាននិយាយថាដែនគោរន្ទៈគឺចិត្តបាត់ទៅហើយគេគឺមិនជឿថាលុយយ៉ាងនឹងមិនចាស់ចេញពីទីនឹងនោះទេឡុងយ៉ាងក៏បានប្រាប់ព្រះលហិតកុំឲ្យមានការបារម្ភអីព្រោះគ្នារបស់គេនៅច្រើនណាស់អញ្ចឹងលុយយ៉ាងនឹងមិនអាចគេចផុតទៅណាបាននោះទេដឹកខ្ជិលខ្វល់ច្រើនទៀតព្រះលហិតម្នាក់នឹងក៏បានដើរទៅមកខាងអង្គុយសមាធិបន្ទាប់ពីរយៈពេលយូរសែនយូរកន្លងផុតទៅក៏មិនបានឃើញលុយយ៉ាងបង្ហាញខ្លួនទៀតដោយបែបនេះព្រះលហិតក៏បានក្រោកឈរឡើងប្រាប់អ្នកទាំងអស់គ្នាថាគេមិនមានការអត់ធ្មត់រងចាំការបង្ហាញខ្លួនរបស់លុយយ៉ាងនោះទេហេតុនេះហើយគេនឹងត្រឡប់ទៅកាន់ខេត្តថុងយន់វិញដើម្បីធ្វើការហ្វឹកហាត់ឲ្យពួកគេទាំងអស់គ្នាបន្តរងចាំទៀតចោះឃើញព្រះលហិតបែបនេះឡុងយ៉ាងក៏បានសួរទៅកាន់ព្រះលហិតថាដោយសារតែដែលព្រះឈានគុណមិនបានបង្ហាញខ្លួនទេតែពួកយើងនៅត្រូវធ្វើអ្វីទៀតបេសមុំក៏សួរថែមទៀតថាតែពួកយើងនៅត្រូវធ្វើអ្វីទៅពួកយើងគឺមិនអាចបន្តរងចាំបែបនេះទៀតដូចគ្នាព្រះលហិតដោយគេមុននឹងចាស់ចេញនឹងក៏បានផ្ដាំមកកាន់អ្នកទាំងអស់គ្នាថាបើដល់ពេលវេលាខ្លួននឹងឲ្យពួកគេចាស់ចេញទៅហើយប៉ុន្តែបើពួកគេហ៊ានចាស់ចេញដោយគ្មានការអនុញ្ញាតពីខ្លួនពួកគេនឹងមិនរួចខ្លួននោះទេបន្ទាប់ពីព្រះលហិតម្នាក់នឹងចាស់ចេញទៅបាត់បេសមុំនឹងក៏ចង់និយាយអំពីព្រះលហិតប៉ុន្តែឡុងយ៉ាងក៏បានដឹងអំពីអ្វីដែលគេចង់និយាយប្រាប់គេកុំឲ្យនិយាយអីដោយសារតែគេកើតមកគឺមានសំណាងដល់ម្លឹងដែលមានឪពុកជាអ្នកខ្លាំងមានឥទ្ធិពលដូច្នេះហើយពួកយើងគឺស្របតាមគេសិនទៅងាកទៅកាន់ច្រកទ្វារដែលចាស់ចេញពីតំបន់ផ្គររន្ទះនិងសច្ចាក្នុងចិត្តថាគេនឹងតាមចាប់លូយ៉ាងឲ្យបានបើសិនជាលូយ៉ាងបង្ហាញខ្លួនរយៈពេលយូរសែនយូរក៏បានកន្លងផុតទៅទៀតពួកគេទាំងអស់គ្នាអង្គុយឡើងធុញទៅហើយប៉ុន្តែទន្ទឹមនឹងពួកគេរអ៊ូបែបនេះលូយ៉ាងក៏បានសម្រាប់ខ្លួនចាស់ចេញពីច្រកទ្វារមួយនឹងភ្លាមតែម្ដងឃើញវត្តមានរបស់លូយ៉ាងភ្លាមពួកគេក៏បានក្រោកឈរឡើងហើយឡុងយ៉ាងក៏បានសៃឡើងទាំងសប្បាយចិត្តនិយាយមកកាន់លូយ៉ាងថាពួកគេបានរងចាំលូយ៉ាងអស់រយៈពេលយូរមកហើយនៅទីបំផុតលូយ៉ាងគេគឺបានសម្រេចចិត្តបង្ហាញខ្លួនហើយដូច្នេះលូយ៉ាងនឹងមិនអាចរត់តាទៀតនោះទេព្រោះអ្នកការពារឋានសួគ៌ទាំង4នាក់នឹងចាត់ការគេជាមិនខាតដោយឃើញតែពួកគេ5នាក់មិនឃើញព្រះលហិតបែបនេះលូយ៉ាងគេក៏មានទឹកមាត់លេបវិញចឹងក៏បានតបទៅកាន់សំដីឡុងយ៉ាងវិញថាខ្ញុំគឺមិនចាំបាច់ត្រូវរត់គេចពីពួកឯងទាំង5នាក់នោះទេហើយពួកយើងទាំងអស់គ្នាគឺមិនដែលមានចំនួនជាមួយនឹងគ្នានោះទេក៏មិនដែលទាស់ទែងសំដីជាមួយនឹងគ្នាអ្វីដែរប៉ុន្តែអ្នកទាំងអស់គ្នាតែងតែធ្វើឲ្យខ្ញុំពិបាកពីមុនមកខ្ញុំគឺមិនខ្វល់ខ្វាយពីអ្នកទាំងអស់គ្នាដោយសារតែអ្នកទាំងអស់គ្នាគ្មានអ្វីពាក់ព័ន្ធជាមួយនឹងខ្ញុំប៉ុន្តែនៅថ្ងៃនេះបើសិនជាអ្នកទាំងអស់គ្នាហ៊ានរៀបរៀងផ្លូវខ្ញុំគន់មើលទោសថាខ្ញុំគ្មានទោសមេត្តាហើយជាមនុស្សខូខើមិនទាន់ដឹងថាលុយយ៉ាងអាចយកឈ្នះអ្នកទាំង5នាក់នឹងបានដែរឬក៏អត់ផងសាច់រឿងនេះភាគទី5ក្នុងរដូវកាលទី3របស់យើងក៏ត្រូវបានបញ្ចប់នៅត្រឹមហ្នឹងអូខេហ្នឹងហើយទាំងអស់គ្នាសាច់រឿងក៏ត្រូវបានបញ្ចប់ហើយចុងក្រោយក៏មានអីនិយាយច្រើនដែរក្រៅពីអរគុណអ្នកទាំងអស់គ្នាសម្រាប់ការចុច Subscribe ក៏ដូចជាការ Like នៅក្នុងវីដេអូនឹងជាដើមហើយមូលហេតុដែលខ្ញុំអាចបានចេញវីដេអូជារឿយៗដោយសារតែកុំព្យូទ័រមានបញ្ហាផងអីផងហើយក៏វាឈឺមកថតស្លាត់ការទៀនអញ្ចឹងក៏ជាយូរទៅអូខេអញ្ចឹងអ្វីដែលចង់ប្រាប់អ្នកទាំងអស់គ្នាមិនតិចហ្នឹងហើយដូច្នេះបាយបាយជម្រាបលាជួបគ្នាជាមួយនឹងវីដេអូក្រោយក៏ដូចជាភាពបន្តទៀត